សួស្តីដល់អ្នកខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំនឹងបង្រៀនពីរបៀប model concrete column អញ្ចឹងយើងចូលមក concrete ជាឃើញពាក្យ column យើង double click លើវាពីរដងអញ្ចឹងមកលើផ្ទាំងនេះមកអញ្ចឹងយើងឃើញមាន profile 400x400 ជាប្រភេទ rectangular អញ្ចឹងបើសិនជាយើងចង់ដូរទៅជាប្រភេទ cycle អញ្ចឹងយើងចូលមក tray 3នេះយើងឃើញមាន circular section អញ្ចឹងយើងអាចរើសបានសិនយើងចង់ model ប្រភេទ circular section អញ្ចឹងយើង input diameter របស់វាប្រមាណមកយើងអាច model បានហើយអញ្ចឹងយើងត្រឡប់ទៅ rectangular section របស់យើងវិញអញ្ចឹងយើងដាក់ 400x400 ស្អីយើងចង់ដូរ 500x500 អញ្ចឹងគាត់តែយើង input លេខ4មកលេខ5វិញគឺ 500x500 អូខេអញ្ចឹងរក្សាទុកនឹងអញ្ចឹងទៅតែបន្តទៀត material អញ្ចឹង material យើងមានច្រើនអូខេអញ្ចឹងយើងរើសនឹងទៅដែរយើង apply អូខេអញ្ចឹងតទៅទៀតយើងមើលមកខាងក្រោមនេះ top bottom អញ្ចឹង top គឺជា level bottom ក៏ជា level អញ្ចឹងយើង model ពី level 00ទៅ level 4.5 ម៉ែត្រតទៅទៀតយើងមើលមក case unit column របស់យើងជា precast ឬក៏ case in place អញ្ចឹងរបស់យើងជា case in place អូខេអញ្ចឹងយើងចាប់ដើម model pick អញ្ចឹងយើងបាន column របស់យើង